សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់បងប្អូនពីរបៀបបង្កើតគណនី Binance សម្រាប់បងប្អូនថ្មីដែលអត់ចេះសោះក៏បងប្អូនអាចបង្កើតបានដោយជោគជ័យនិងធ្វើ KYC បានដោយជោគជ័យបងប្អូនចូលទៅកាន់ App Store រួចបងប្អូនវាយពាក្យ Binance រួចបងប្អូនឃើញអាសញ្ញាផ្កាប់ចុះក្រោមនោះបងប្អូនចុចអាសញ្ញាផ្កាប់ចុះក្រោមហ្នឹងរួចបងប្អូនរងចាំវារហូតដល់រត់ចប់រួចបងប្អូនចុច Open បន្ទាប់មកវានឹងនាំបងប្អូនមកកាន់កន្លែង Sign Up បងប្អូនចុច Allo បងប្អូនចុច Allo ទៀតបងប្អូនជ្រើសរើសយកអាខាងលើដោយសារយើងអ្នកថ្មីកន្លែងនេះបងប្អូនត្រូវបំពេញ email របស់បងប្អូន email របស់បងប្អូនត្រូវតែបើក Verify two step ដើម្បីងាយស្រួលបងប្អូនភ្លេច password ងាយនឹងយកមកវិញបានរួចបងប្អូនចុច Nextកន្លែងនេះបងប្អូនរងចាំកូដ6ខ្ទង់ដែលផ្ញើចូលទៅអ៊ីមែលរបស់បងប្អូនដើម្បីយកមកវាយបញ្ចូលបន្ទាប់មកបងប្អូនត្រូវបំពេញ password នេះដែរបងប្អូនត្រូវប្រើអក្សរធំអក្សរតូចលេខនិងសញ្ញាផ្សេងៗអ៊ីមែលនិង password នេះបងប្អូនត្រូវកត់ទុកថតទុក note ទុកឲ្យបានត្រឹមត្រូវកុំឲ្យបាត់ណាបងប្អូនបំពេញរួចបងប្អូនចុច Nextកន្លែងនេះបងប្អូនត្រូវបំពេញ referral code របស់ខ្ញុំចូលបើបងប្អូនអត់បំពេញទេបងប្អូនមិនអាចបង្កើតគណនី Binance នេះបានជោគជ័យទេអញ្ចឹងបងប្អូនត្រូវបញ្ចូល referral code របស់ខ្ញុំចូលខ្ញុំនឹងដាក់នៅលើវីដេអូនេះសម្រាប់បងប្អូនដែលបានប្រើ referral code របស់ខ្ញុំនេះនឹងទទួលបានការបង្រៀន free នៅក្រុម Telegram VIP និងបងប្អូនទិញ USDT ដោយមិនអស់ fee បំពេញរួចបងប្អូនចុច verifyបងប្អូនចុច continue បន្ទាប់មកបងប្អូនត្រូវបំពេញឈ្មោះនិងនាមត្រកូលរបស់បងប្អូន first name បងប្អូនបំពេញឈ្មោះ last name បងប្អូនបំពេញនាមត្រកូលរួចបងប្អូនចុច done បន្ទាប់មកបងប្អូនចុច continue មកដល់កន្លែងនេះបងប្អូនត្រូវជ្រើសរើសប្រទេសបងប្អូនចុចលើកម្ពុជាហ្នឹងទៅបងប្អូនបន្ទាប់មកបងប្អូនចុច continueមកដល់កន្លែងនេះបងប្អូនត្រូវបំពេញឆ្នាំខែថ្ងៃបំពេញថ្ងៃខែឆ្នាំកំណើតបងប្អូនបំពេញថ្ងៃខែឆ្នាំកំណើតឲ្យត្រូវទៅតាមអត្តសញ្ញាណប័ណ្ណរបស់បងប្អូនបំពេញរួចបងប្អូនចុច continue មកដល់កន្លែងនេះបងប្អូនត្រូវបំពេញអាសយដ្ឋានរបស់បងប្អូនអាសយដ្ឋានរបស់បងប្អូនទៅតាមអត្តសញ្ញាណប័ណ្ណរបស់បងប្អូនបន្ទាប់មកបងប្អូនបំពេញ personal code នេះបងប្អូនដាក់ 12000 សិទ្ធិបងប្អូនដាក់ភ្នំពេញរួចបងប្អូនចុច continue